ហូបចុះបាយមកទីរៃឃើញក្រហមចឹងមិនតែមិនសូវជាហឹរខ្លាំងម៉ានេះបងប្អូនមកនេះដឹងថាថ្មីប្លែកសម្រាប់បងប្អូនទាំងអស់គ្នាប្រទេសឆាសាច់បកានេះធ្វើឲ្យទុកបានយូររាប់ខែមករយៈនេះអត់សូវហ៊ានចែកម្លែកក្បួនធ្វើនេះធ្វើនោះម៉ានេះបងប្អូនព្រោះថាធ្លាប់មានគេឆាតមកថាអត់ឲ្យធ្វើទេព្រោះអីធ្វើទៅវាប៉ះពាល់ដល់របររស់ស៊ីគេប្រទេសឆាសាច់បកាហ្នឹងជាមនុស្សថ្មីខ្ញុំឆ្នៃខ្លួនឯងទេបងប្អូនអាចមើលឲ្យគេធ្វើនៅផ្ទះបានព្រោះយើងធ្វើឲ្យទុកបានយូរ3-4ខែក៏អត់ខូចដែរច្បល់មួយបាយឬមួយក៏យើងយកដាក់កាទៀវក៏ឆ្ងាញ់ដែរត្រូវគ្នាទាំងអស់វិធីងាយៗក្នុងការបកខ្ទឹមគឺយើងគ្រាន់តែកាត់ក្បាលខ្ទឹមឲ្យវាអស់ក្តិលវានឹងហើយយកទៅត្រាំជាមួយនឹងទឹកក្តៅអ៊ុនសម្រាប់បងប្អូនចូលចិត្តហឹរខ្លាំងមិនចាំលីម្ទេសម៉ាឡេទេដាក់ម្ទេសហឹរសុតចុះប៉ុន្តែសម្រាប់បងប្អូនដែលសិស្សចេះហឹរធ្វើតាមវិធីនេះយកម្ទេសម៉ាឡេពណ៌ក្រហមញ៉ូយកមកចិត្តស្នូលវាចេញបើយើងប្រើទាំងស្នូលវាមកពុលខ្លាំងហ្មងម្ទេសហឹរអត់មានអីឆ្ងាញ់ជាងម្ទេសខ្មែរទេវាអត់ហឹរក៏ហឹរក៏ហាយទៅអីបាក់ក្នុងខ្លួនត្រាំតែ10នាទីហ្នឹងខ្ទឹមរបស់យើងបកសបកមកឡើងស្រួលធ្វើថាកវីជ្រូដែរបកខ្ទឹមក្រហមវិញបងប្អូនបកតើមានឈួលភ្នែកទេគុំថាឡើយមកហូបប្រចាំតកូលតូបខុនសូម្បីតែគ្រឿងរបស់ខុនទាំង10មុខជាងហ្នឹងក៏មានបង្ហាញពីរបៀបធ្វើអស់ដែរបំណែកតែតាំងចិត្តចែកម្លែកទាំងចិត្តបរិសុទ្ធយើងគិតតែចេះទៅអ្នកញ៉ាំមកតែគេចង់ធ្វើខ្លួនឯងគេធ្វើឲ្យបងប្អូនបើរវល់ច្រើននៅខ្យល់ធ្វើអាចកំងខ្ញុំបានទៅកំណាញ់អីត្រឹមតែរបស់ញ៉ាំសោះហ្នឹងម្ទេសម៉ាឡេយើងស្រស់វាឲ្យឆ្អិនតិចណាបងប្អូនព្រោះតែក្លិនកពុលខ្លាំងមែនតើបកាវិញយើងប្រើបកាថ្មីស្រស់មកបើវាមានក្លិនឈ្ងុយហើយខ្ទិះឆ្ងាញ់បេះអាចលាងទឹកវាឲ្យស្អាតចឹងមកសម្រាប់ខ្ទឹមសនិងខ្ទឹមក្រហមយកដាក់ជាមួយគ្នាទេខ្ទឹមសក៏ច្រាំវាឲ្យម៉ត់យើងដាក់មកល្មមម្ទេសកន្លះគីឡូដាក់ប្រហែលជា2ខាំបកាយើងដំរួចក៏ច្រាំវាមិនម៉ត់ខ្លាំងទេបងប្អូនយើងធ្វើចឹងទៅសាច់បកាល្មួតល្អណាស់បន្ទាប់មកយើងយកជ្រក់ខ្ទឹមសម្ទេសម៉ាឡេនិងម្ទេសហឹរកិនចូលគ្នាឲ្យម៉ត់យើងចាក់ខ្លាញ់បន្តិចបំពងក្បាលបកាវាចេញជាតិអស់សិនណាបងប្អូនបន្តមកយើងប្រើខ្លាញ់ថ្មីបំពងខ្ទឹមសឲ្យឡើងឈ្ងុយយើងដាក់សាច់បកាដែលយើងបានដំមុនហ្នឹងលេងវាឲ្យឡើងដាច់ទឹកឈ្ងុយពីនេះហើយដាក់ម្ទេសខ្ទឹមដែលយើងបានកិនម៉ត់មុនហ្នឹងចូលមកត្រង់ពេលនេះបើសិនជាចង់ទុកឲ្យបានយូរយើងកូរប្រហែលជាកន្លះម៉ោងទៅ1ម៉ោងទៅបងប្អូនឲ្យវាដាច់ទឹកស្ងួតកាន់តែខ្លាំងយើងទុកបានកាន់តែយូរថែមម្សៅស៊ុបមាន់និងស្ករចូលមកបន្តិចឲ្យវាមានរសជាតិឡមនៅក្នុងហ្នឹងអញ្ចឹងសម្រាប់ម្ទេសឆាសាច់បកានេះយើងចង់ញ៉ាំប្រឡាក់ជាមួយបាយតេក៏បានឬមួយក៏យើងដាក់មួយកាទៀវដាក់មួយអីក៏បានដែរត្រូវតែមានគ្រឿងខុននៅផ្ទះបងប្អូនទាំងអស់គ្នាចូលចិត្តធ្វើម្ហូបចឹងចង់បុកល្ហុងចង់ឆាគោលឡើងភ្នំសាច់អាំងបានមកអែមបងប្អូនធ្វើការកំងអស់$30យើងហ្វ្រីសេវាដឹកជូន25ខេត្តក្រុងតែម្ដងញ៉ាំដឹងញៀនណាមុខហ្នឹងព្រោះថាក្លិនវាឈ្ងុយប្លែកមែនតើក្រហមចឹងមិនតាហឹលទេច្បល់មួយបាយទៅនិយាយពីថាឡងជាតិញ៉ាំមួយត្រីងៀតឆ្ងាញ់មែនថាតែញ៉ាំមួយបាយដាក់មួយកាទៀវមីឆាអីក៏បានដែរឆ្ងាញ់អរគុណច្រើនបងប្អូនចុះកំងមួយណាឆាចូលពេក